យោងតាមសេចក្តីព្រាងច្បាប់ថ្មីមួយដែលសារព័ត៌មាន Reuters ទទួលបានប្រទេសវៀតណាមកំពុងរៀបចំផែនការតម្រូវឲ្យក្រុមហ៊ុនបណ្ដាញសង្គមទាំងអស់ហាមឃាត់អ្នកប្រើប្រាស់ដែលមានអាយុក្រោម16ឆ្នាំមិនឲ្យបង្ហោះសារបញ្ចេញមតិឬចុចប្រតិកម្មតបតទៅលើការបង្ហោះផ្សេងៗនោះឡើយចំណាត់ការនេះបានធ្វើឡើងស្របពេលដែលបណ្ដាប្រទេសជាច្រើនជុំវិញពិភពលោកកំពុងរួមដៃគ្នារឹតបន្តឹងការប្រើប្រាស់បណ្ដាញសង្គមក្នុងចំណោមកុមារនិងយុវជនក្រោមបទបញ្ញត្តិដែលបានស្នើឡើងនេះរាល់គណនីបណ្ដាញសង្គមរបស់កុមារក្រោម16ឆ្នាំត្រូវតែចុះឈ្មោះដោយប្រើប្រាស់ព័ត៌មានរបស់មាតាបិតាឬអាណាព្យាបាលស្របច្បាប់ហើយពួកគេនឹងត្រូវទទួលខុសត្រូវក្នុងការតាមដានមើលមាតិកានិងគ្រប់គ្រងពេលវេលាដែលកូនចំណាយលើការលេងបណ្ដាញសង្គមទាំងនោះមិនត្រឹមតែប៉ុណ្ណោះក្រុមហ៊ុនបណ្ដាញសង្គមក៏ត្រូវតែប្រើប្រាស់វិធានការបច្ចេកទេសដើម្បីកំណត់អត្តសញ្ញាណអ្នកប្រើប្រាស់ជាកុមារនិងធានាថាមាតិកាដែលពួកគេមើលឃើញគឺពិតជាស័ក្តិសមទៅនឹងវ័យរបស់ពួកគេលោកផានតាមរដ្ឋមន្ត្រីក្រសួងវប្បធម៌វៀតណាមបានមានប្រសាសន៍ក្នុងកិច្ចប្រជុំពិភាក្សាអំពីច្បាប់ថ្មីនេះកាលពីថ្ងៃប្រហ័សថាគោលបំណងចម្បងនៃច្បាប់នេះគឺមិនមែនដើម្បីហាមឃាត់ទាំងស្រុងឬរឹតបន្តឹងសិទ្ធិរបស់កុមារក្នុងការប្រើប្រាស់បណ្ដាញសង្គមនោះទេប៉ុន្តែគឺដើម្បីធានាថានៅពេលដែលពួកគេចូលលេងពួកគេទទួលបានបរិយាកាសមួយដែលស័ក្តិសមនឹងវ័យនិងត្រូវបានការពារពីហានិភ័យផ្សេងៗសេចក្តីព្រាងច្បាប់នេះក៏បានតម្រូវឲ្យមានការការពារឯកជនភាពកម្រិតខ្ពស់បំផុតសម្រាប់គណនីកុមារព្រមទាំងទាមទារឲ្យក្រុមហ៊ុននានាត្រូវតែតាមដានព្រមាននិងទប់ស្កាត់ជាបន្ទាន់នៅរាល់ខ្លឹមសារដែលពាក់ព័ន្ធនឹងអំពើហិង្សារូបភាពអាហារភាសល្បែងស៊ីសងគ្រឿងញៀនការធ្វើអត្តឃាតនិងខ្លឹមសារដែលបង្កគ្រោះថ្នាក់ផ្សេងៗទៀតការស្នើច្បាប់នេះបានឆ្លុះបញ្ចាំងពីក្តីបារម្ភកាន់តែខ្លាំងឡើងរបស់រដ្ឋាភិបាលនានាជុំវិញពិភពលោកអំពីសុវត្ថិភាពលើអ៊ីនធឺណិតនិងផលប៉ះពាល់នៃមាតិកាអាក្រក់ៗទៅលើសុខភាពផ្លូវចិត្តរបស់កុមារជាឧទាហរណ៍កាលពីថ្ងៃអង្គារកន្លងទៅសមាជិកសភាបារាំងទើបតែបានអនុម័តច្បាប់ហាមក្មេងក្រោម15ឆ្នាំលេងបណ្ដាញសង្គមខណៈដែលប្រទេសអូស្ត្រាលីគឺជាប្រទេសដំបូងគេដែលបានអនុវត្តបម្រាមនេះហើយប្រទេសមួយចំនួនទៀតក៏កំពុងត្រៀមអនុវត្តតាមផងដែរក្រៅពីការរឹតបន្តឹងលើបណ្ដាញសង្គមសេចក្តីព្រាងច្បាប់របស់វៀតណាមក៏បានដាក់ចេញនូវការរឹតបន្តឹងថ្មីៗទៅលើការលេងហ្គេមអនឡាញសម្រាប់អនិច្ចជនផងដែរប្រតិបត្តិការហ្គេមទាំងអស់នឹងត្រូវបានតម្រូវឲ្យផ្ទៀងផ្ទាត់អាយុរបស់អ្នកលេងហើយរាល់គណនីក្មេងក្រោម16ឆ្នាំត្រូវតែចុះឈ្មោះតាមរយៈឪពុកម្ដាយឬអាណាព្យាបាលអ្វីដែលកាន់តែតឹងរឹងនោះគឺកុមារក្រោម16ឆ្នាំនឹងត្រូវបានអនុញ្ញាតឲ្យលេងហ្គេមមិនលើសពី60នាទីប៉ុណ្ណោះក្នុងមួយថ្ងៃសម្រាប់ហ្គេមដែលផ្ដល់ដោយក្រុមហ៊ុនតែមួយទោះជាយ៉ាងណាក៏ដោយសេចក្តីព្រាងច្បាប់នេះនៅមិនទាន់ក្លាយជាផ្លូវការនៅឡើយទេហើយវាអាចនឹងមានការកែប្រែបន្ថែមទៀតមុនពេលត្រូវបានអនុម័តដាក់ឲ្យប្រើប្រាស់ជាស្ថាពរ